ជំរាបសួរបាទជំរាបសួរខ្ញុំកំពុងតែដាក់ទឹកកូនកកាយបាទកូនកកាយនេះអាយុវាបាន4ខែជាងហើយបាទជិតគ្រប់អាយុដាំហើយបាទអញ្ចឹងបើសិនបើពុកម៉ែបងប្អូនចាប់អារម្មណ៍នឹងការដាំដុះដំណាំកសិឧស្សាហកម្មណាបាទដូចជាកកាយនេះក្តីអាចតាក់ទងមកខ្ញុំបានតាមរយៈទូរស័ព្ទ097 76 10 140ឬមួយខ្សែទៀត069 27 07 91បាទហើយកកាយនេះចង់ជម្រាបពុកម៉ែបងប្អូនថាបើសិនជាដីលិចទឹកដីជាំទឹកដីអត់ប្រភពទឹកដាំអត់បានទេបាទដាំមិនបានទេចាំបាច់ត្រូវមានទឹកដាក់ឲ្យវាគ្រប់គ្រាន់ណាបាទហើយដីលបាយថ្មលបាយក្រួសលបាយខ្សាច់ដាំបានតែសំខាន់គឺប្រភពទឹកហើយប្រសិនបើវាកើតរោគប្រើថ្នាំព្យាបាលរោគវាទៅបាទជំងឺបើវាកើតរោគកើតជំងឺមានថ្នាំព្យាបាលបើវាមានសត្វល្អិតបំផ្លាញហ្នឹងយើងប្រើថ្នាំកម្ចាត់សត្វល្អិតឬក៏បណ្ដេញសត្វល្អិតទៅហើយវាត្រូវការតែងមែកឲ្យស្អាតដើម្បីឲ្យខ្យល់ចេញចូលបានល្អត្រូវពន្លឺថ្ងៃខ្លះវាមិនមានសត្វល្អិតដូចជាប្រភេទចៃភេទអីតោងច្រើនបើសិនវាស្ដុកពេកវាធ្វើឲ្យដំណាំកកាវនេះកើតរោគបាទកើតជំងឺហើយនឹងមានចៃមានអីចឹងណាបាទហើយការដាំដុះបើសិនជាពុកម៉ែបងប្អូនមានដំណាំធំស្រាប់ដូចជាចេកស្វាយទុរេនដូងហ្នឹងអាចដាំចន្លោះហ្នឹងបានបាទហើយវាឲ្យផលល្អណាបាទពេលដែលយើងមានទឹកស្រោចស្រពវាគ្រប់គ្រាន់បាទចំណែកឯជីយើងដាក់តាមធម្មតាបាទដាក់ដំណាំគេផ្សេងចឹងតែសំខាន់គឺទឹកបាទហើយនៅពេលដែលពុកម៉ែបងប្អូនដាំបានហើយខ្ញុំប្រមូលទិញមកវិញបាទ1 គីឡូផ្លែទុំស្រស់តម្លៃ1200រៀលបាទ1 គីឡូផ្លែទុំស្រស់ហ្នឹង1200រៀលបាទបងប្អូនដែលដាំហើយបើសិនជាចង់លក់ឲ្យខ្ញុំអាចតាក់ទងមកបាទខ្ញុំប្រមូលទិញទាំងអស់បាទព្រោះខ្ញុំត្រូវការផ្គត់ផ្គង់ឲ្យដៃគូដែរបាទតែចង់ជម្រាបចេះថាដំណាំកាកាវយើងដាំបានផលវានោះឯងគឺជាតម្រូវការរបស់មនុស្សលើភពផែនដីបាទមនុស្សយើងសពថ្ងៃនេះគឺប្រើប្រាស់វាច្រើនយ៉ាងណាបាទដូចជាយកទៅផលិតជាភេសជ្ជៈជាគ្រឿងស្រវឹងគ្រឿងសម្អាងគ្រឿងហូបចុកក្នុងផ្ទះបាយចំណីចំណុកចំណីកូនក្មេងក្រៅពីនឹងគេអាចយកទៅធ្វើជាថ្នាំពេទ្យអាហារបំពន់ហើយនឹងធ្វើជីធ្វើចំណីគោអីទៀតណាចំណីសត្វបាទមិនមែនតែគោទេអញ្ចឹងវាបានច្រើនយ៉ាងបាទបានច្រើនយ៉ាងអញ្ចឹងហើយទៅទីផ្សារវាដើរហើយបើសិនជាបងប្អូនដាំបានលក់ឲ្យខ្ញុំនឹងបើសិនជាបងប្អូនយល់ថាមិនចង់កែច្នៃអីពាក់កណ្ដាលសម្រាប់ខ្លួនឯងលក់មកឲ្យខ្ញុំបាទខ្ញុំប្រមូលទិញទាំងអស់អញ្ចឹងនេះបាទបងប្អូនបាទវាចិត្តគ្រប់អាយុដាំហើយបាទហើយអានេះដែរកកាវនេះដែរដាំរយៈពេលចន្លោះពី2ទៅ3ឆ្នាំគឺយើងអាចប្រមូលផលបានហើយបាទក្នុងដំណាក់កាលដំបូងបើយើងដាំបានល្អវាផ្លែអាចបានពី10ទៅ15គីឡូបាទហើយឆ្នាំបន្ទាប់វាកើនឡើងតាមនឹងដើមកាន់តែធំកាន់តែល្អផ្លែកាន់តែធំផ្លែកាន់តែច្រើនបាទពីមួយឆ្នាំទៅមួយឆ្នាំណាបាទហើយការដាំទៀតសោតគឺយើងដាំចន្លោះ4 ម៉ែត្រមួយបាទបានន័យថាមហត្តាដាំ625ដើមតែបើសិនជាបងប្អូនមានដីចង្អៀតដាំត្រឹម3 ម៉ែត្រឬ3 ម៉ែត្រកន្លះក៏បានអត់បញ្ហាបើដីចង្អៀតដាំត្រឹម3 ម៉ែត្រឬ3 ម៉ែត្រកន្លះបានបាទ
ហើយការដាំនេះបើដាំដំបូងបងប្អូនត្រូវឃ្លុំក្រងណាបាទឃ្លុំក្រងម៉េចបានត្រូវឃ្លុំក្រងទី1ទប់ខ្យល់កុំឲ្យវាបោកអង្គើរឹសទី2ទៀតគឺទប់កុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំងហើយទី3គឺទប់សត្វល្អិតបាទជាពិសេសសត្វខ្ញុងតកាលណាតំណាំថ្មីខ្ញុងច្រើនតែចុះមកស៊ីបាទហើយខ្ញុងជាសត្វបំលាស់ទីកាលណាវាចុះស៊ីហើយវាទៅបាត់បងប្អូនព្រលឹមឡើងភ្ញាក់មកឃើញតំណាំអស់ស្លឹកលីងហើយចេះឆ្ងល់អានឹងសត្វអីចឹងណាបាទអញ្ចឹងកាលណាយើងដឹងពីប្រភេទសត្វនឹងហើយយើងស្រួលការពារទេបាទនេះអត្ថប្រយោជន៍នៃការឃ្លុំក្រងណាបាទហើយក្រងហ្នឹងមិនបាច់ដោះទេទុកឲ្យវាលួយហ្នឹងទៅមកជីវិតរបស់វាមកដំណើរជីវិតរបស់ក្រងហ្នឹងវាលួយតាមហ្នឹងទៅបាទនៅនឹងកកាយគល់កកាយហ្នឹងទៅបាទហើយការដាំហ្នឹងទៀតសោតពេលដាំបងប្អូនត្រូវជីកដៅមកល្មមបាទកាត់គូតថង់ដាក់ចូលរណ្ដៅលុបដីហើយដកថង់ចេញមកហើយបើសិនជាមានថ្នាំកាឌាបងប្អូនដាក់ថ្នាំកាឌាទៅហើយរាល់ពេលដាំណាបងប្អូនរាល់ពេលដាំបងប្អូនដាំហើយត្រូវតែស្រោចទឹកបាទត្រូវតែដាក់ទឹកមិនអាចមិនដាក់ទឹកបានទេវាលែងតែថាដាំហើយមេឃភ្លៀងបាទភ្លៀងក៏ត្រូវតែភ្លៀងឲ្យជោគជាំឲ្យខ្លាំងដែរដើម្បីឲ្យសើមដល់ឫសដំណាំបាទហើយសូមមេត្តាដាំកាកាវនៅពេលល្ងាចបាទពេលល្ងាចដាំហើយមេឃត្រជាក់យប់មកយប់អញ្ចឹងឬកាកាវវាអត់ណែក្រៀមអត់ស្ងួតទេតែបើសិនយើងដាំពេលព្រឹកបើអត់មានទឹកស្រោចហើយវាក្តៅទៀតអាហ្នឹងកាកាវវាអន់ណាបាទវាស្លាប់វាអាចនឹងងាប់ទៅទៀតបាទបើសិនជាបងប្អូនដាំរបៀបហ្នឹងបាទអញ្ចឹងពិធីដាំសូមដាំពេលល្ងាចបើសិនជាមេឃសទុំហើយវាមកយប់វាត្រូវនៅមកយប់ទ្រាំដល់ភ្លឺអញ្ចឹងកាកាវហ្នឹងវាអាចវាមិនអន់ណាបាទនិយាយរួមទៅវាមិនអន់បាទអញ្ចឹងបើសិនបើចាប់អារម្មណ៍តាក់ទងមកបាទព្រោះអីរដូវដាំដុះបានមកដល់ហើយបាទហើយដូចខ្ញុំប្រាប់អញ្ចឹងថាទីផ្សារមាននៅត្រឹមខ្ញុំបាទបងប្អូនដាំឲ្យបានគឺខ្ញុំប្រមូលទិញទាំងអស់បាទអញ្ចឹងអរគុណច្រើនជម្រាបលា